សង្គ្រាមចិនឥណ្ឌានៅក្នុងឆ្នាំ1962បានបង្រៀនពិភពលោកថាមិនត្រូវមើលស្រាលមិត្តមុនខ្លាយជាសត្រូវក្បែរខាងរបស់ខ្លួននោះឡើយឥណ្ឌាបានមើលស្រាលឆន្ទៈនៅក្នុងការប្រើកម្លាំងរបស់ចិននិងវាយតម្លៃសមត្ថភាពរបស់ខ្លួនឯងខ្ពស់ពេកទើបធ្វើឲ្យបាត់បង់តំបន់អាក់សាយជិនប្រភពនៃភាពតានតឹងតាមព្រំដែនសង្គ្រាមស៊ីណូឥណ្ឌានឬហៅថាចិនឥណ្ឌានៅក្នុងឆ្នាំ1962កើតពីចំនួនព្រំដែនដ៏រ៉ាំរ៉ៃរវាងសាធារណរដ្ឋប្រជាមានិតចិនដែលទើបតែបង្កើតថ្មីនិងឥណ្ឌាដែលទើបតែទទួលបានឯករាជ្យបន្ទាប់ពីឥណ្ឌាទទួលបានឯករាជ្យនៅក្នុងឆ្នាំ1947ហើយប្រទេសចិនបានបង្កើតការគ្រប់គ្រងតាមបែបកុម្មុយនីសនៅក្នុងឆ្នាំ1949ប្រជាជាតិទាំងពីរបានទទួលនៅមរតកព្រំដែនដែលមិនច្បាស់លាស់ដែលត្រូវបានគូរនៅក្នុងសម័យអាណានិគមនិងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរល្អក់កកផងដែរអង់គ្លេសដែលជាអាណាព្យាបាលរបស់ឥណ្ឌាបានស្នើព្រំដែនជាច្រើនដងនៅតាមតំបន់ហិមាឡាយាប៉ុន្តែគ្មានសំណើណាមួយត្រូវបានចិនទទួលយកជាផ្លូវការនោះឡើយជាលទ្ធផលនៅពេលដែលប្រទេសអាស៊ីធំៗទាំងពីរចាប់ផ្ដើមកំណត់ទឹកដីរបស់ខ្លួនក្នុងសម័យទំនើបរបស់ពួកគេប្រទេសយក្សទាំងពីរបានរកឃើញថាពួកគេទាមទារទឹកដីដែលត្រួតស៊ីគ្នាប្រទេសឥណ្ឌាបានទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលហៅថា McMahon Line ដែលស្ថិតនៅក្នុងផ្នែកខាងកើតដែលជាព្រំដែនរបស់ខ្លួនខណៈដែលប្រទេសចិនបានបដិសេធដោយហៅវាថាជាការបង្កើតចក្រពត្តិនិយមទន្ទឹមគ្នានោះដែរឥណ្ឌាក៏បានជឿថាតំបន់អាក់សាយជីនក៏ជាផ្នែកមួយនៃតំបន់ធំឈ្មោះឡាដាក់ខណៈដែលប្រទេសចិនបានមើលឃើញថាវាជាផ្នែកមួយនៃខេត្តស៊ីនជាងការបកស្រាយផ្ទុយគ្នាទាំងនេះគឺជាស្នូលនៃចំនួនសារៈសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់អាក់សាយជីនអាក់សាយជីនថ្មីត្បិតតែជាវាខ្សាច់ដែលមានកម្ពស់ខ្ពស់ហើយគ្មានមនុស្សរស់នៅក៏ដោយក៏វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសចិនព្រោះតំបន់នេះអាចធ្វើផ្លូវភ្ជាប់តែមួយគត់រវាងស្រុកស៊ីនជាងនិងតំបន់ទីបេនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1950ប្រទេសចិនបានសាងសង់ផ្លូវ highway ឆ្លងកាត់តំបន់នេះមួយដោយស្ងៀមស្ងាត់ដែលក្រោយមកទៀតត្រូវបានគេស្គាល់ថាផ្លូវ highway ឈ្មោះ G219ឥណ្ឌាទើបតែរកឃើញផ្លូវនេះនៅពេលដែលប្រទេសចិនបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ1957ចំពោះឥណ្ឌានេះគឺជាសញ្ញានៃការទន្ទ្រានរបស់ចិនមកលើអ្វីដែលខ្លួនហៅថាជាទឹកដីរបស់ខ្លួនចំពោះចិនការជំទាស់របស់ឥណ្ឌាហាក់មិនសមហេតុផលទេព្រោះតំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ចិនជាយូរណាស់មកហើយភាពខុសគ្នានិងការយល់ឃើញបែបនេះធ្វើឲ្យមានការមិនទុកចិត្តគ្នាកាន់តែស៊ីជម្រៅនិងកំណត់ដំណាក់កាលសម្រាប់ប្រឈមមុខដាក់គ្នាកាន់តែខ្លាំងផងដែរការចេញគោលនយោបាយឆ្ពោះទៅមុខរបស់ឥណ្ឌានឹងភាពតានតឹងកាន់តែកើនឡើងនៅចុងទសវត្សរ៍ឆ្នាំ1950និងដើមទសវត្សរ៍ឆ្នាំ1960ប្រទេសឥណ្ឌាបានទទួលយកអ្វីដែលគេហៅថាជាគោលនយោបាយឆ្ពោះទៅមុខក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Jawaharlal Nehru ឥណ្ឌាបានចាប់ផ្ដើមបង្កើតប៉ុស្តិ៍យោធាតូចៗនៅតាមតំបន់ជម្លោះដើម្បីអះអាងទាមទារយកទឹកដីរបស់ខ្លួនគំនិតគឺថាកងកម្លាំងឥណ្ឌាគួរតែរក្សាវត្តមាននៅតំបន់នោះដូច្នេះចិនមិនអាចឈានទៅមុខបន្ថែមទៀតបាននោះឡើយទោះបីជាយ៉ាងណាក៏ដោយយោធាឥណ្ឌាមិនត្រូវបានបំពាក់សម្រាប់ការប្រយុទ្ធកម្រិតខ្ពស់និងខ្វះហេដ្ឋារចនាសម្ព័ន្ធនិងការផ្គត់ផ្គង់ត្រឹមត្រូវចិនបានបកស្រាយថាទង្វើនេះគឺជាការឈ្លានពាននិងបង្ករឿងដោយជឿថាឥណ្ឌាកំពុងតែព្យាយាមឡោមព័ទ្ធទីតាំងរបស់ចិននៅពេលដែលប្រទេសទាំងពីរចាប់ផ្ដើមបង្កើតប៉ុស្តិ៍នៅជិតគ្នាលទ្ធភាពនៃការប៉ះទង្គិចគ្នាក៏បានកើនឡើងផងដែរការខូចទំនាក់ទំនងការទូតរវាងចិននិងឥណ្ឌាមុនពេលដែលមានភាពតានតឹងកើនឡើងទៅជាចំនួនបើកចំហទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំងដំបូងឡើយឥណ្ឌានិងចិនមានទំនាក់ទំនងដោយប្រទេសទាំងពីរចាត់ទុកថាគឺជាបងប្អូននឹងគ្នាបន្ទាប់ពីឥណ្ឌាបានផ្ដល់សិទ្ធិជ្រកកោនដល់សម្ដេចសង្ឃដាឡៃឡាម៉ានៅក្នុងឆ្នាំ1959បន្ទាប់ពីការបោះបោរនៅតំបន់ទីបេប្រទេសចិនបានចោទឥណ្ឌាថាបានជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន
ការល្បាតតាមព្រំដែនរវាងភាគីទាំងសងខាងតែងតែជួបមុខគ្នាញឹកញាប់ជួនកាលបណ្ដាលឲ្យមានការប៉ះទង្គិចគ្នាដូចជាឧបទ្ទវហេតុកុងខាផាសនៅក្នុងឆ្នាំ1959ការចរចាបានបរាជ័យដោយសារតែភាគីទាំងសងខាងមិនមានឆន្ទៈនៅក្នុងការលះបង់ទឹកដីហើយការជឿទុកចិត្តគ្នាបានបាត់បង់ទាំងស្រុងនៅក្នុងឆ្នាំ1962ប្រទេសទាំងពីរមានអារម្មណ៍ថាការប្រជុំមុខដាក់គ្នាបានคล้ายទៅជារឿងដែលជៀសមិនរួចការផ្ទុះសង្គ្រាមចិននិងឥណ្ឌាបានចាប់ផ្ដើមនៅថ្ងៃទី20ខែតុលាឆ្នាំ1962នៅពេលដែលកងកម្លាំងចិនបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមកលើទីតាំងឥណ្ឌាទាំងផ្នែកខាងកើតនិងខាងលិចការវាយប្រហារនេះមានល្បឿនលឿននិងលើសលប់នៅក្នុងផ្នែកភាគខាងកើតកងទ័ពចិនបានរុលទៅមុខកាត់ខ្សែបន្ទាត់ម៉ាក់ម៉ាហូនកងទ័ពឥណ្ឌាដែលមិនបានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធទ្រង់ទ្រាយធំនិងខ្វះសម្ភារៈសម្រាប់រដូវរងាហើយត្រូវបានរុញត្រឡប់មកវិញយ៉ាងឆាប់រហ័សនៅផ្នែកខាងលិចការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតំបន់អាក់សៃជីនជាទីកន្លែងដែលកងកម្លាំងចិនមានភស្តុភារប្រសើរជាងខ្សែផ្គត់ផ្គង់រឹងមាំនិងយល់ដឹងអំពីស្ថានភាពផងដែរប្រទេសឥណ្ឌាបានជួបការលំបាកដើម្បីការពារតំបន់នេះដោយសារតែតំបន់នេះស្ថិតនៅឆ្ងាយដាច់ស្រយាលនិងមានហេដ្ឋារចនាសម្ព័ន្ធមិនល្អផងដែរកងទ័ពឥណ្ឌាពិបាកក្នុងការទប់ទល់ឥណ្ឌាប្រឈមមុខទៅនឹងការលំបាកយ៉ាងខ្លាំងក្នុងអំឡុងពេលជម្លោះនេះកងទ័ពឥណ្ឌាមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់សង្គ្រាមរយៈកម្ពស់ខ្ពស់នោះឡើយហើយអង្គភាពជាច្រើនត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារនិងការផ្គត់ផ្គង់មិនគ្រប់គ្រាន់និងមិនសមទៅនឹងបរិស្ថាននៃតំបន់ហិមាល័យដ៏អាក្រក់នោះឡើយខ្សែទំនាក់ទំនងបានដាច់ការដឹកជញ្ជូនមានភាពយឺតយ៉ាវហើយកងកម្លាំងពង្រឹងមិនអាចទៅដល់ជួរមុខទាន់ពេលវេលាទឹកចិត្តរបស់កងទ័ពរងការខូចខាតហើយកងទ័ពប្រឈមមុខទៅសីតុណ្ហភាពដ៏ត្រជាក់ដោយគ្មានសម្លៀកបំពាក់និងជម្រកសមរម្យនៅផ្នែកនយោបាយវិញឥណ្ឌាបានមើលស្រាលឆន្ទៈរបស់ចិនក្នុងការប្រើកម្លាំងហើយវាតម្លៃសមត្ថភាពខ្លួនឯងលើសកម្រិតលោកនរុជឿជាក់ថាប្រទេសចិននឹងមិនងាកទៅរកសង្គ្រាមពេញលេញដែលរួមចំណែកដល់ការគណនាខុសជាយុទ្ធសាស្ត្រផងដែរដំណើរទៅមុខរបស់កងទ័ពចិនកងទ័ពរំដោះប្រជាជនចិនដែលហៅកាត់ថា PLA បានផ្លាស់ទីយ៉ាងឆាប់រហ័សដោយមានការសម្របសម្រួលយ៉ាងច្បាស់លាស់នៅក្នុងផ្នែកនៃភាគខាងកើតកងកម្លាំងចិនបានដណ្ដើមបានយកទីក្រុងសំខាន់រួមមានតាវ៉ាងនិងវ៉ាឡុងហើយបានឆ្ពោះទៅកាន់វាលទំនាបនៃតំបន់អាសាមផងដែរការនេះបានធ្វើឲ្យមានការភ័យស្លន់ស្លោនៅក្នុងចំណោមមេដឹកនាំរបស់ប្រទេសឥណ្ឌាដោយខ្លាចចិនរុលកាន់តែជ្រៅទៅក្នុងទឹកដីរបស់ខ្លួននៅផ្នែកខាងលិចប្រទេសចិនបានរឹតបន្តឹងការគ្រប់គ្រងមកលើតំបន់អាក់សៃជីនការគ្រប់គ្រងភស្តុភារបានយ៉ាងល្អការរៀបចំផែនការដ៏ប្រសើរនិងបញ្ជាការកណ្ដាលដ៏រឹងមាំបានធ្វើឲ្យកងកម្លាំងចិនមានប្រៀបជាខ្លាំងក្នុងរយៈពេលតែ 2-3 សប្តាហ៍ចិនបានសម្រេចគោលដៅយោធារបស់ខ្លួនភាគច្រើនដែលធ្វើឲ្យឥណ្ឌាអាម៉ាស់មុខនិងមិនបានត្រៀមខ្លួនសម្រាប់ហេតុការណ៍ដ៏អាក្រក់ជាងនេះនោះឡើយបទឈប់បាញ់ជាឯកតោភាគីរបស់ចិននៅថ្ងៃទី21ខែវិច្ឆិកាឆ្នាំ1962បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល1ខែប្រទេសចិនបានប្រកាសបទឈប់បាញ់ជាឯកតោភាគីហើយបានប្រកាសថាកងទ័ពរបស់ខ្លួននឹងដកខ្លួនចេញពីផ្នែកនៃភាគខាងកើតទៅកាន់តំបន់ទីតាំងនៅក្រោយបន្ទាត់ព្រំដែនម៉ាក់ម៉ាហូនយ៉ាងណាក៏ដោយចិនបានរក្សាការគ្រប់គ្រងមកលើតំបន់អាក់សៃជីនជាស្ថានភាពដែលនៅតែមិនផ្លាស់ប្ដូររហូតដល់សប្តាហ៍ថ្ងៃនេះការសម្រេចចិត្តរបស់ចិននៅក្នុងការបញ្ចប់សង្គ្រាមបានធ្វើឲ្យអ្នកសង្កេតការណ៍ជាច្រើនមានការភ្ញាក់ផ្អើលអ្នកខ្លះជឿថាទីក្រុងប៉េកាំងជៀសវាងចំនួនអូសបន្លាយឬអន្តរាគមន៍ពីអន្តរជាតិអ្នកខ្លះទៀតលើកឡើងថាចិនបានសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនរួចទៅហើយចង់បង្ហាញការអត់ធ្មត់ខាងនយោបាយទោះចិនមានគោលបំណងអ្វីក៏ដោយបទឈប់បាញ់នេះបានធ្វើឲ្យឥណ្ឌាភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខនៅតាមព្រំដែននៅភាគខាងជើងរបស់ខ្លួនផលវិបាករយៈពេលវែងសង្គ្រាមចិនឥណ្ឌាបានបង្កផលវិបាកយ៉ាងជ្រៅនិងយូរអង្វែងសម្រាប់ប្រទេសទាំងពីរសម្រាប់ប្រទេសឥណ្ឌា
ការបរាជ័យនេះគឺជារបួសជាតិដែលលាតត្រដាងអំពីភាពទន់ខ្សោយនៅក្នុងការត្រៀមខ្លួននិងការស៊ើបអង្កេតផ្នែកយោធារបស់សត្រូវរដ្ឋាភិបាលឥណ្ឌាបានឆ្លើយតបដោយការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធការកែលម្អហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននិងការពង្រឹងទំនាក់ទំនងជាមួយនឹងលោកខាងលិចនិងសហភាពសូវៀតផងដែរសម្រាប់ប្រទេសចិនសង្គ្រាមនេះបានបង្ហាញអំពីសមត្ថភាពយោធារបស់ខ្លួននិងបានបង្កើតការគ្រប់គ្រងយ៉ាងណែនមកលើតំបន់អាក់សៃជីនដែលមានទំហំប្រហែលជា 38,000 គីឡូម៉ែត្រការ៉េទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានអារភាពអស់រយៈពេលជាច្រើនទសវត្សរ៍ដោយមានការប្រជុំមុខដាក់គ្នាតាមព្រំដែនទោះបីជាទំនាក់ទំនងការទូតមានភាពប្រសើរជាងមុនក៏ដោយក៏ចំនួនទឹកដីមិនទាន់បានដោះស្រាយនៅតែមានឥទ្ធិពលមកលើទំនាក់ទំនងចិនឥណ្ឌារហូតដល់សព្វថ្ងៃសង្គ្រាមនៅក្នុងឆ្នាំ1962នេះនៅតែជាចំណុចរបត់ដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយរបស់ទ្វីបអាស៊ី